ការរំដួលតំណាងឲ្យអ្វីនិងមានអត្ថន័យយ៉ាងណាផ្ការំដួល Frangipani ឬ Plumeria គឺជាផ្កាមួយប្រភេទដែលមានក្លិនក្រអូបឈ្ងុយមានពណ៌ស្រស់ស្អាតច្រើនប្រភេទសក្រហមលឿងផ្កាឈូកហើយមានដើមកំណើតពីតំបន់ក្តៅដូចជាអាមេរិកកណ្ដាលនិងការ៉ាប៊ីននៅកម្ពុជាវាត្រូវបានគេដាំជាទូទៅនៅតាមវត្តអារាមផ្ទះសម្បែងឬសួនច្បារតំណាងអ្វីផ្ការំដួលមានន័យជាច្រើនតាមវប្បធម៌និងជំនឿផ្សេងភាពបរិសុទ្ធនិងវិញ្ញាណវិជ្ជមាននៅប្រទេសថៃឡាវនិងកម្ពុជាវាត្រូវបានយកទៅបូជាព្រះឬដាក់លើអាសនៈព្រះពុទ្ធដោយសារក្លិនឈ្ងុយនិងភាពស្អាតរបស់វាជានិមិត្តរូបនៃការយាងចេញពីវដ្តសង្សារព្រោះវារីករាយដោយមិនខ្វល់ខ្វាយសេចក្តីស្លាប់និងការចាកចេញនៅខ្លះជាពិសេសនៅអាស៊ីអាគ្នេយ៍វាត្រូវបានគេចាត់ទុកថាជាផ្កានៃអ្នកទុច្ចរិតហើយជាញឹកញាប់ត្រូវបានគេដាំនៅតាមផ្លូវកាត់ព្រៃឬពេលដែលមានពិធីបុណ្យសពស្នេហាអស់កលឹបនិងភាពអាថ៌កំបាំងនៅប្រទេសឥណ្ឌាវាត្រូវបានគេយកទៅចងជាកំណាត់ការហៅថាលីដើម្បីបង្ហាញក្តីស្រឡាញ់ឬជាការស្វាគមន៍អត្ថន័យផ្សេងទៀតភាពអត់ធ្មត់ដើមរំដួលអាចរស់នៅក្នុងស្ថានភាពហាប់ខ្លាំងដូច្នេះវាតំណាងឲ្យការតស៊ូភាពស្រស់ស្អាតដែលមិនអចិន្ត្រៃយ៍ផ្ការបស់វារីកចម្រើនមួយថ្ងៃហើយជ្រុះនៅព្រឹកល្ងាចតើគេប្រើផ្ការំដួលធ្វើអ្វីខាងសាសនាប្រើក្នុងពិធីបុណ្យឬដាក់បូជាព្រះគ្រឿងអលង្ការផ្ការំដួលត្រូវបានគេដាក់លើសក់ឬធ្វើជាផ្កាក្រពើលើអាវថ្នាំនិងគ្រឿងទេសប្រេងផ្ការំដួលត្រូវបានប្រើក្នុងការព្យាបាលជាតិបាក់តេរីនិងធ្វើឲ្យអ្នកភាពស្រួលដូច្នេះផ្ការំដួលមានន័យជាច្រើនពីភាពបរិសុទ្ធដល់អាថ៌កំបាំងហើយជាផ្កាដ៏ពេញនិយមក្នុងអាស៊ីអាគ្នេយ៍ផ្កាឈូកជាអ្វីតំណាងឲ្យអ្វីតើគេប្រើផ្កាឈូកផ្កាឈូក Lotusគឺជារុក្ខជាតិទឹកស្រស់ស្អាតដែលមានដើមកំណើតពីតំបន់អាស៊ីជាពិសេសនៅប្រទេសឥណ្ឌានិងវៀតណាមវាមានផ្កាពណ៌ផ្កាឈូកឬផ្កាពណ៌ខៀវហើយដុះនៅក្នុងតំបន់ដីភក់ឬទឹកស្ងួតតំណាងអ្វីផ្កាឈូកមានន័យសំខាន់ខ្លាំងណាស់ក្នុងវប្បធម៌និងសាសនាអាស៊ីសុភមង្គលនិងភាពបរិសុទ្ធតាមព្រះពុទ្ធសាសនាផ្កាឈូកតំណាងឲ្យការត្រាស់ដឹងព្រោះវាដុះពីភក់ទៅផ្កាស្រស់ស្អាតដូចជាមនុស្សដែលរស់នៅក្នុងសង្គាដោយមិនជាប់ជំពាក់ក្នុងវប្បធម៌ហិណ្ឌូវាតំណាងឲ្យព្រះលក្ស្មីព្រះនាងសំណាងនិងជានិមិត្តរូបនៃការចម្រើននិងភាពបរិសុទ្ធភាពអង់អាចនិងការរីកចម្រើនទោះជាដុះក្នុងភក់វានៅតែរក្សាភាពស្អាតដូច្នេះវាត្រូវបានគេយកមកឧទាហរណ៍ថារស់នៅដោយមិនជាប់ធូលីសង្គាស្នេហានិងភាពបរិសុទ្ធនៃចិត្តនៅវៀតណាមផ្កាឈូកជានិមិត្តរូបនៃស្នេហាអស់កលប់និងភាពស្មោះត្រង់តើគេប្រើផ្កាឈូកធ្វើអ្វីខាងសាសនានិងវប្បធម៌ប្រើប្រាស់ក្នុងពិធីបុណ្យផ្សេងដូចជាការបូជាព្រះឬដាក់លើអាសនៈព្រះពុទ្ធជារូបសំណាកនៅក្នុងវិហារឬជាគ្រឿងតុបតែងថ្នាំនិងអាហារផ្កាមើមនិងគ្រាប់ឈូកត្រូវបានប្រើក្នុងថ្នាំបុរាណចិននិងអាយុវេទដើម្បីព្យាបាលជំងឺផ្សេងមើមឈូក Lotus root ត្រូវបានគេយកមកធ្វើម្ហូបដូចជាញ៉ាំឬចំណីបាយសិល្បៈនិងគ្រឿងអលង្ការគេរចនាផ្កាឈូកលើសំពត់គ្រឿងស្ថាបត្យកម្មឬស្នាមដៃផ្កាឈូកគឺជាគំនូរពេញនិយមក្នុងសិល្បៈខ្មែរចិននិងឥណ្ឌាជានិមិត្តរូបជាតិផ្កាឈូកជាផ្កាជាតិរបស់ប្រទេសឥណ្ឌានិងវៀតណាមដូច្នេះផ្កាឈូកមិនត្រឹមតែស្អាតប៉ុណ្ណោះទេតែវាក៏ជានិមិត្តរូបដ៏ខ្លាំងក្លានៃវប្បធម៌និងសាសនាអាស៊ីផងដែរ